នៅភូមិដែលស្ងាត់ស្ងាត់មួយមានភ្នំមួយដែលមានពពកពណ៌ព័ទ្ធជុំវិញនៅជើងភ្នំនោះមានត្រពាំងមួយដែលត្រូវបានគេហៅថាត្រពាំងសាគរទឹកត្រពាំងគឺថ្លាដូចកញ្ចក់ប៉ុន្តែក្រោមផ្ទៃទឹកដ៏ស្ងប់នោះគឺមាននៅអាថ៌កំបាំងដ៏សាហាវមួយយប់មួយដែលមានព្រះច័ន្ទរះពេញវង្សមានខ្យល់បោកបក់និងរស្មីព្រះច័ន្ទលើផ្ទៃត្រពាំងធ្វើឲ្យវាភ្លឺរន្ទះដូចជាប្រាក់រាវនៅក្នុងភូមិក្បែរនោះមានក្មេងប្រុសម្នាក់ឈ្មោះសារ៉ាតដែលកំពុងរស់នៅផ្ទះតែមួយគត់ដោយសារឪពុកម្ដាយរបស់គាត់បានទៅធ្វើការនៅទីក្រុងសារ៉ាតជាក្មេងប្រុសដែលខ្លាចខ្មោចតែគាត់តែងតែត្រូវការដងទឹកពីត្រពាំងនេះរាល់ពេលយប់ម៉ោង 12 យប់សារ៉ាតដើរតាមផ្លូវកាច់ទៅកាន់ត្រពាំងនៅតាមផ្លូវមានដើមឈើធំៗរលាស់ស្លឹកមែកឈើលាតសន្ធឹងដូចដៃខ្មោចសំឡេងសត្វយំហៅគ្នាដូចជាការយំថ្ងោរនៅពេលសារ៉ាតឈានជើងដល់ច្រាំងត្រពាំងគាត់ឮសំឡេងហៅទឹកយ៉ាងស្រាលៗគាត់គិតថានោះគ្រាន់តែជាសត្វចតុបាទកំពុងហៅទឹកប៉ុណ្ណោះសារ៉ាតយកដបទឹកចាប់ដើមដងទឹកភ្លាមនោះគាត់មើលឃើញអ្វីមួយអណ្ដែតនៅកណ្ដាលត្រពាំងនៅពេលដែលព្រះច័ន្ទត្រាលេចចេញពីពពកសារ៉ាតឃើញច្បាស់ជាងមុនវាជាស្ត្រីម្នាក់ដែលមានសក់វែងពណ៌ខ្មៅស្លេកស្លៀកពាក់សម្លៀកបំពាក់សហើយកំពុងហែលទឹកស្ត្រីនោះបែរមកលោកសារ៉ាតនិងញញឹមនោះធ្វើឲ្យសារ៉ាតស្រឡាំងកាងព្រោះវាមិនធម្មតាទេនាងញញឹមហាក់បីដូចជាមានអារម្មណ៍ថារីករាយយ៉ាងខ្លាំងប៉ុន្តែភ្នែករបស់នាងគ្មានពន្លឺអ្វីសោះគ្រាន់តែជារុនពីដែលងងឹតខ្លាំងប្អូនមកលេងជាមួយបងទេសំឡេងនោះលាត់ឡើងពីក្នុងទឹកប៉ុន្តែឧបមាត់របស់នាងមិនបានរលាកឡើយសារ៉ាតភ័យខ្លាំងប៉ុន្តែជើងរបស់គាត់ហាក់ដូចជាត្រូវគេចងភ្ជាប់ទុកជាមួយនឹងដីស្ត្រីនោះចាប់ផ្ដើមហែលមករកគាត់នៅល្បឿនកាន់តែរហ័សនៅពេលដែលនាងខិតមកដល់ច្រាំងសារ៉ាតឃើញថាសម្លៀកបំពាក់របស់នាងពោពេញទៅដោយប្រឡាក់ឈាមហើយមានទឹកមុខគួរឲ្យខ្លាចទៀតផងសារ៉ាតបានបែរខ្លួនរត់យ៉ាងលឿនដោយទុកដបទឹកនៅក្បែរត្រពាំងគាត់ឮសំឡេងសើចខ្លាំងៗពីក្រោយខ្នងហាក់ដូចជាស្ត្រីនោះកំពុងតាមគាត់មកនៅពេលរត់ឆ្លងកាត់ព្រៃសារ៉ាតមើលទៅក្រោយហើយឃើញស្ត្រីនោះពិតជាកំពុងហែលតាមគាត់មកលើដីដូចលើទឹកនាងមានល្បឿនយ៉ាងគួរឲ្យភ័យខ្លាចសារ៉ាតរត់ចូលភូមិហើយស្រែកឲ្យគេជួយបន្តែប្រទេសទាំងអស់បិទទ្វារយ៉ាងមាំពេលនោះគាត់នឹកឃើញពីរឿងដែលអ្នកតាមារ៉ាតនិទានឲ្យគាត់ស្ដាប់អំពីវិចិត្រដែលត្រូវបានស្លាប់ក្នុងត្រពាំងនៅចំថ្ងៃរៀបការរបស់នាងហើយខ្មោចរបស់នាងនៅតែរង់ចាំប្តីរបស់នាងមកជួបនៅពេលដែលសារ៉ាតរត់ដល់ផ្ទះរបស់គាត់បានយកខ្សែកពះទូតមួយដែលអ្នកតាមារ៉ាតបានឲ្យគាត់ពីមុនមកពាក់កណ្ដាលខ្លួននៅពេលនោះស្ត្រីខ្មោចបានមកដល់ហើយឈរនៅមុខទ្វារភ្នែករបស់នាងភ្លឺដោយពន្លឺពណ៌បៃតងដោយភ្លើងកម្ដៅប្អូនមកជាមួយបងទៅបងនៅតែរងចាំសំឡេងនោះលន់ឡើងដោយគ្មានចលនាបបួលមាត់សារ៉ាតកាន់ខ្សែកព្រឹកយ៉ាងណែនហើយស្រែកឡើងថាវិចិត្រខ្ញុំមិនមែនជាប្តីរបស់នាងទេសូមនាងឈប់តាមខ្ញុំស្ត្រីខ្មោចស្រែកយំយ៉ាងខ្លាំងហើយផ្លាស់ប្ដូររូបរាងពីស្ត្រីស្អាតទៅជារូបរាងដែលហើមប៉ោងស្បែកពណ៌ខៀវនិងមានពណ៌តូចៗនៅពាក់ពេញរាងកាយនាងព្យាយាមចូលក្នុងផ្ទះប៉ុន្តែពន្លឺពីខ្សែកព្រឹសតូចបានរារាំងនាងទុកជាបណ្ដោះអាសន្នពេលនោះអ្នកតាមារ៉ាតបានមកដល់ធ្វើឲ្យស្ត្រីខ្មោចភ័យហើយនាងក៏ទៅបាត់រួចតាមារ៉ាតបានប្រាប់សារ៉ាតថាវិចិត្រមិនអាចយកអ្នកបានទេបើសិនជាអ្នករកឃើញឆ្អឹងរបស់នាងនៅក្នុងត្រពាំងហើយយកមកឲ្យខ្ញុំបូជាសារ៉ាតត្រូវតាត្រឡប់ទៅកាន់ត្រពាំងម្ដងទៀតដោយមិនទាន់ភ្លឺជាមួយនឹងសេចក្តីក្លាហានគាត់បានត្រឡប់ទៅកាន់ត្រពាំងវិញដោយមានកាន់ខ្សែកពះតូចនៅពេលគាត់មកដល់ត្រពាំងគាត់ឃើញស្ត្រីខ្មោចកំពុងអង្គុយលើថ្មយំដោយមានទឹកភ្នែកជាឈាមសារ៉ាតបាននិយាយឲ្យនាងស្ដាប់ថាគាត់នឹងជួយនាងរកប្តីរបស់នាងប៉ុន្តែសុំនាងឈប់ធ្វើឲ្យអ្នកដទៃភ័យខ្លាចវិចិត្របានយល់ព្រមហើយបានប្រាប់ទីកន្លែងដែលឆ្អឹងរបស់នាងស្ថិតនៅសារ៉ាតបានយកឆ្អឹងនាំមកឲ្យអ្នកតាមារ៉ាតហើយអ្នកតាមារ៉ាតបានធ្វើពិធីបូជាចាប់ពីពេលនោះមកវិចិត្រមិនធ្វើឲ្យអ្នកភូមិភ័យខ្លាចទៀតទេសារ៉ាតក៏បានរៀនពីសេចក្តីក្លាហាន
ហើយកូនក៏មិនដែលដងទឹកនៅពេលយប់ទៀតដែរ